សម្ដេចអេដាមលោកជំទាវអស់លោកលោកស្រីថ្ងៃនេះខ្ញុំពិតជាមានការរីករាយក្នុងនាមជាប្រមុខរដ្ឋស្រីទីតំណាងឲ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ផុតលេខកែមាស5ជូនសម្ដេចទាបបាញ់និងសម្ដេចម៉ែនសំអនខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីបញ្ជាក់បន្តិចតែខ្ញុំមិនបញ្ជាក់ទៅតាមអ្វីដែលជាការព្រៀងទុកនោះទេខ្ញុំគ្រាន់តែលើកឡើងអំពីចំណុចមួយចំនួនដើម្បីយើងអាចចាត់ទុកជាការបែបប្រវត្តិសាស្ត្រតែប្រហែលថ្ងៃមុននេះខ្ញុំក៏បានផ្ដល់នៅឯកសារប្រមាណជា20ឬ30គីឡូជូនទៅនាយឧត្តមសេនីយ៍នៅសវត្ថដើម្បីជូនទៅសម្ដេចវិជ័យសេនាទាបាញ់ពិនិត្យមើលទាំងអស់នោះវាពាក់ព័ន្ធរឿងសំញាំជាច្រើននៅក្នុងកថាប្រវត្តិសាស្ត្រសភៅដៃទាំងអស់ដែលខ្ញុំបានសរសេរគឺបានបញ្ជូនទៅទីនោះអ្វីដែលខ្ញុំចង់បញ្ជាក់ដំបូងបំផុតគឺហោចណាស់សម្រាប់ពួកយើងដែលពាក់ឋានន្តរស័ក្តិជូននៅថ្ងៃនេះគឺយើងចូលទីហ៊ានមិនតិចជាង55ឆ្នាំទេខ្ញុំជាមួយនឹងសម្ដេចម៉ែនសំអនគឺចូលទីហ៊ានស្មើគ្នានៅឆ្នាំ1970គិតមកដល់ពេលនេះគឺមានរយៈពេល55ឆ្នាំតែឡើយសម្ដេចវិជ័យសេនាទាបាញ់គឺលឿនមុននោះដោយសារសភាពការពេលនោះត្រូវគេយកទៅបាញ់សម្លាប់ចោលគាត់មិនមែនឈ្មោះទាបាញ់ទេគឺឈ្មោះទាសង្វាតប៉ុន្តែដោយសារគេយកទៅបាញ់មិនស្លាប់ទើបហៅថាទាបាញ់នេះជាប្រវត្តិហើយប្រវត្តិនៃការស្គាល់គ្នារវាងខ្ញុំជាមួយនឹងសម្ដេចម៉ែនសំអនបើគិតមកដល់ពេលនេះគឺមានរយៈពេល48ឆ្នាំគឺនៅចុងឆ្នាំ1977ពេលនោះគឺនៅពេលដែលខ្ញុំចូលមកផ្ទៃក្នុងប្រទេសដើម្បីស្វះស្វែងរកភរិយាខ្ញុំមានជំងឺហើយក៏បានទៅជួបជាមួយទៅសម្រាប់មន្ទីរពេទ្យគាត់ក៏បាននាំបងប្រុសម្នាក់តែឥឡូវមរណភាពទៅហើយទៅសួរសុខទុក្ខខ្ញុំនៅឯមន្ទីរពេទ្យពេលនោះហើយគឺជាការចាប់ផ្ដើមនៃការប្រមូលកម្លាំងបន្តដើម្បីឈានមកបង្កើតកងកម្លាំងប្រវត្តិសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយដែលកងទ័ពនោះហើយគឺជាស្នូលនៃកងទ័ពបច្ចុប្បន្ននេះខ្ញុំមិនមែនគ្រាន់តែជាងាយមេទាហានទេក៏ប៉ុន្តែខ្ញុំក៏ជាអ្នកបង្កើតទាហានផងដែរសម្រាប់សម្ដេចវិជ័យសេនាទាបាញ់យើងបានស្គាល់គ្នានៅខែមករាឆ្នាំ1979ហើយដែលទីតាំងយើងមិនភ្លេចគឺនៅតែគេហៅថាទូតឈេកូកាប់ពេលមុនផ្ទះឬផ្ទះ100ឥឡូវនេះគឺជាទីស្នាក់ការសហភាពអឺរ៉ុបហើយក៏បានបំពេញការងារជារដ្ឋមន្ត្រីការពារជាតិសម្រាប់អាណត្តិនាយករដ្ឋមន្ត្រីរបស់ខ្ញុំរយៈពេល35ឆ្នាំគាត់បានធ្វើជានាយអគ្គសេនាធិការរងបន្តទៅគឺត្រូវបានបញ្ជូនទៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូននិងប្រៃសណីយ៍កាលពីមុខគឺមិនមានការបបែកក្រសួងបែបនេះទេប៉ុន្តែនៅពេលដែលការចរចាចាប់ផ្ដើមរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសរបស់យើងមិនព្រមគាំទ្រការចរចាណាមួយទេនិយាយឲ្យត្រង់គឺអាដាមកុយប៊ុនថានៅពេលនោះធ្វើជារដ្ឋមន្ត្រីការពារជាតិ
យើងបានដាក់ចំពោះការស្ទង់មតិនៅក្នុងផ្ទៃក្នុងរបស់យើងពេលនោះបែរជាខាងក្រសួងការពារជាតិលើកឡើងត្រឡប់មកវិញថាប្រសិនបើការចរចាមានការចរចាស្មើនឹងលុបចោលសមិទ្ធផលដែលយើងបានកសាងតែពេលនោះហៅថាសមិទ្ធផលសង្គមជាតិងាកមករកនៃការបរទេសតែពេលនោះមួយរយៈខ្ញុំចេញមកធ្វើរដ្ឋមន្ត្រីការនាយករដ្ឋមន្ត្រីផងនិងធ្វើជារដ្ឋមន្ត្រីការបរទេសផងប៉ុន្តែក្នុងរយៈខ្លីមួយខ្ញុំត្រូវបកគលការងារជារដ្ឋមន្ត្រីការបរទេសឲ្យទៅឯដើមគង់កងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសគឺប្រឆាំងនឹងការចរចាតែម្ដងដោយបទឧទ្ទិសនាមរបស់គាត់នៅក្នុងសភាគឺមិនប្រកបការគ្រប់គ្រងណាមួយទេដូច្នេះខ្ញុំត្រូវបង្ខំចិត្តដោះដូររដ្ឋមន្ត្រីពីររូបទី1គឺរដ្ឋមន្ត្រីកៃប៊ុនថាហើយកត់ទៅកាន់រដ្ឋមន្ត្រីក្រសួងសង្គមគិច្ចហើយត្រូវយកសម្ដេចតេជោសេនាធិបាញ់មកធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិទី2ដោះដូរឯកឧត្តមគង់កងពីរដ្ឋមន្ត្រីការពារជាតិទៅជារដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋហើយចំពោះមុខងាររដ្ឋមន្ត្រីការបរទេសគឺខ្លួនខ្ញុំកាន់តែម្ដងទីហ៊ានមិនមែនត្រូវការឈាមទីហ៊ាន 100% ទេទីហ៊ានត្រូវការឈាម 50% ជាឈាមទីហ៊ាននិង 50% ទៀតត្រូវការជាឈាមនយោបាយគឺมันអាចនិយាយតែពីរឿងវាយគ្នាដោយមិននិយាយពីអ្វីនោះទេខ្ញុំនៅចាំបានថាកិច្ចការដំបូងដែលខ្ញុំបកគលឲ្យសម្ដេចព្រះជ័យនៅពេលនោះគឺឲ្យយកឲ្យហៅទៅជួបនៅផ្ទះខ្ញុំនៅវិមានឯករាជ្យកិច្ចការទី1ដែលខ្ញុំបកគលឲ្យសម្ដេចព្រះជ័យសេនាគឺថារកវិធីយ៉ាងម៉េចធ្វើអភិជាក្រិតោបនីយកម្មកម្លាំងប្រវត្តិនិងរដ្ឋបាលថៃនេះគឺជាកិច្ចការទី1តែគាត់ត្រូវធ្វើក្នុងឋានៈជារដ្ឋមន្ត្រីការពារជាតិមិនមែនឲ្យវាយទៅវាយកងទ័ពថៃទេក៏ប៉ុន្តែត្រូវរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីធ្វើអភិជាក្រិតោបនីយកម្មកម្លាំងប្រវត្តិនិងរដ្ឋបាលថៃកុំឲ្យកម្លាំងនេះគ្រប់គ្រងខ្មែរក្រហមនៅក្នុងប្រតិបត្តិការយោធាតែមុននោះធ្លាប់មានទាំងថ្មើរជើងខ្លះនិងធ្លាប់ទាំងគ្រប់គ្រងដោយអាវុធកម្លាំងធំនេះជាកិច្ចការហើយកិច្ចការនោះសម្ដេចព្រះជ័យសេនាធិបាញ់បានធ្វើប្រកបដោយជោគជ័យដែលធ្វើឲ្យស្ថានភាពនៃការចូលពាក់ព័ន្ធនៃកម្លាំងយោធានិងរដ្ឋបាលថៃជាមួយនឹងកងទ័ពត្រីភាគីនិងខ្មែរជាពិសេសខ្មែរក្រហមបានកាត់បន្ថយហើយនឹងជាបដៅឈានទៅដល់ការតែខ្ញុំត្រូវទស្សនកិច្ចនៅទីក្រុងបាងកកនៅខែមករាឆ្នាំ1989កន្លងហើយជាបន្តខ្ញុំអាចនិយាយបានថានៅពេលណាដែលមានសភាពការកើតឡើងខ្ញុំហាក់ដូចជាមាននិស្ស័យមួយពីធម្មជាតិហើយដែលទេវតាបានចារថាត្រូវមានរដ្ឋមន្ត្រីការពារជាតិមួយនេះអញ្ចឹងបានជាគាត់បានធ្វើជារដ្ឋមន្ត្រីការពារជាតិជាមួយខ្ញុំក្នុងរយៈពេល35ឆ្នាំនៅក្នុងមុខតំណែងនាយករដ្ឋមន្ត្រី38ឆ្នាំមានទាបាញ់ម្នាក់ប្រៀបដូចជាមានកងទ័ពមួយកងពលនៅក្បែរនេះគឺជារឿងជាវិញ្ញាណពិតរបស់ខ្ញុំនៅពេលណាសភាពការពិបាកគឺតែមានវត្តមានរបស់ទាបាញ់នេះគឺជារឿងនៃអតីតកាលដោយឡែកសម្ដេចម៉ែនសវណ្ណគឺបានផ្សារភ្ជាប់នៃចលនានេះជាហូរហែមកតាមរយៈនៃកម្លាំងការកសាងកម្លាំងតបជាមួយគ្នានិងការកសាងកម្លាំងក្នុងជួរបកនិយាយរួមនឹងដំណើរការជាមួយគ្នា
បើនិយាយអំពីនយោបាយឆ្លេះខ្ញុំអាចនិយាយបានថាប្រសិនបើគ្មានសម្ដេចវិជ័យសេនាធិបាលទេខ្ញុំមិនប្រកាសថាតើវាជោគជ័យឬអត់រឿងនេះវាសំខាន់ណាស់ព្រោះពេលនោះគ្រាន់តែប្រភពចារកម្មផ្ដាល់ព័ត៌មានមកធ្វើឲ្យយើងគ្រោះថ្នាក់បាត់ទៅហើយប៉ុន្តែភាពនឹងណរបស់សម្ដេចវិជ័យគឺទៅលើការវិភាគសភាពការខ្ញុំលើកឧទាហរណ៍ចារកម្មផ្ដាល់ព័ត៌មានមកផ្នែកចារកម្មហើយក្នុងយើងនឹងតែម្ដងផ្ដាល់ព័ត៌មានថាអ៊ីឈៀនកំពុងជួបតមុកនៅសន្តាគារនេះបន្ទប់ប៉ុណ្ណេះអីប៉ុណ្ណេះវាងាប់ឲ្យឈានបាត់ទៅហើយបើងាប់ឲ្យឈានទៅណាដឹកនាំបៃលិនហើយបើបៃលិនបាក់បោផ្ដាច់ខ្លួនទៅជាមួយតមុកវិញដោយតែព័ត៌មាននោះតើវាគ្រោះថ្នាក់ប៉ុណ្ណាគ្រោះថ្នាក់ប៉ុណ្ណាมันមានអ៊ីឈៀនមកនៅវិមានសន្តិភាពនេះទេมันចឹងតែគួយចោះអញ្ចឹងអ៊ីឈៀនត្រូវបានការពារដោយប្រូប្រាច់ដោយសម្ដេចវិជ័យហើយខ្ញុំគឺជឿសម្ដេចវិជ័យព្រោះព័ត៌មានចាក់និយាយរួមចាក់សម្រាប់អ៊ីឈៀនសុខភាពល្មមទេប៉ុន្តែអ៊ីឈៀនទៅធ្ងន់អាហ្នឹងគឺនិយាយគ្នាច្បាស់ប្រសិនបើពេលនោះយើងញុះទៅដោយការជឿនៅព័ត៌មានចារកម្មដែលតាក់ទងជាមួយនឹងការគប់គិតរបស់អេឈៀនជាមួយនឹងតមុកបៃលិនមិនចាំបាច់ខ្មែរក្រហមវាយយកទៅវិញទេគឺគ្រាន់តែបងប្អូនបៃលិនមិនធ្វើសមារណកម្មឬក៏ងាកទៅរកខ្មែរក្រហមវិញក៏គ្រប់គ្រាន់ដើម្បីនឹងបំផ្លាញចោលនៅការខិតខំប្រឹងប្រែងរបស់យើងដែរនោះហើយជាបញ្ហាតាក់ទងជាមួយនឹងបញ្ហាការវិភាគនិងវាយតម្លៃសភាពការយើងបានយល់ព្រមថាអ៊ីឈៀនសុខភាពពីពិសេសអ៊ីឈៀននឹងហើយដែលជាអ្នកដេញវាយតមុករឿងអីអ៊ីឈៀនទៅចរចាជាមួយតមុកទៅកើតវាមិនអាចទៅរួចទេរឿងហើយជាបន្តគឺយើងបានធ្វើកិច្ចការដ៏ល្អជាមួយគ្នាហើយខ្ញុំក៏សូមបញ្ជាក់ដែរនៅពេលដែលបរិយាកាសបានមកដល់ខ្ញុំទទួលបានបរិយាកាសខ្ញុំក៏បង្ហោះសារទៅតាមសារបរិយាកាសទាំងពីរនេះតែខ្ញុំសូមយកទូលព្រះគុំខ្ញុំសូមយកឱកាសនេះអរគុណចំពោះប្រការណាជាអង្គម្ចាស់ដែលព្រះអង្គបានសពរិទ្ធហារទីបរិប្រោះបរិយាទៀតនៅតនន្តរស័ក្តិនាឧត្តមសេនីយ៍ផុតលេខកាយមាស5ជូនចំពោះសម្ដេចវិជ័យក៏ដូចជាសម្ដេចម៉ែនសម្បល់ប៉ុន្តែមានសារមួយមានការខមមិនមួយចូលមកថាបាត់សម្ដេចសខេងខ្ញុំក៏បានចូលទៅក្នុងទៅឆ្លើយតបថាសម្ដេចសខេងជាស៊ីវិលគាត់មិនពាក់ឋានន្តរៈមិនពាក់ស័ក្តិដូចជាទាហាននោះទេការពិតគឺសម្ដេចក្លាហោមនៅឆ្នាំ1997-98ពេលនោះគាត់និយាយថាបើសិនជាខ្ញុំពាក់ស័ក្តិខ្ញុំពាក់ស័ក្តិ5ទេអត់ពាក់ស័ក្តិធំជាងនៅព្រោះពេលហ្នឹងគឺកំពុងតែទេបាណាស័ក្តិចឹងស្ថានភាពនេះគឺសូមបញ្ជាក់ថាសូមកុំមកព្យាយាមបំបែកផ្ទៃក្នុងគណៈបកប្រជាជនចាំទៅអ្នកឯងទៅចាំអ្នកឯងកាន់តែបំបែកខ្ញុំអ្នកឯងបែកខ្លួនឯងសូមកុំបំបែកគណៈបកប្រជាជនឲ្យសោះអ្នកដែលធ្លាប់បំបែកបំបាក់គណៈបកប្រជាជនតែប្រហែលគឺបែកខ្លួនឯងទាំងអស់ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើបែកខ្លួនឯងទាំងអស់បកប្រមាណហើយដែលចង់បបែកគណៈបកប្រជាជនប៉ុន្តែទីចុងបំផុតលទ្ធផលគឺបែកខ្លួនឯងទាំងអស់ហើយខ្ញុំនឹងបន្តធ្វើនៅកិច្ចការងារនេះដោយមិនទុកឲ្យអ្នកឯងរួចខ្លួនទេព្រោះកាលណាតែគេវាយយើង
ខ្ញុំសូមនិយាយរឿងនេះបន្តិចសម្រាប់មុខនាយទាហានទាំងឡាយតែនៅទីនេះខ្ញុំតែងតែនិយាយថាមេទាហានខ្លះពូកែជំនាញខាងការវាយលុកប៉ុន្តែមិនពូកែខាងការទប់ទល់ទេហើយនាយទាហានខ្លះពូកែខាងការទប់ទល់តែមិនពូកែខាងការវាយលុកទេខ្ញុំត្រូវការនាយទាហានដែលមានសមត្ថភាពទាំងពីរទាំងវាយលុកនិងទាំងទប់ទល់វាយលុកមានតម្លៃស្មើនឹងការទប់ទល់ការទប់ទល់មានតម្លៃស្មើនឹងការវាយលុកអញ្ចឹងត្រូវដើរជើងទាំងពីរដូច្នេះនៅទីនេះបើហ៊ុនសែននិយាយបែបនេះអ្នកទាំងឡាយត្រូវដឹងថាហ៊ុនសែនមានចំណេះគ្រប់គ្រាន់ក្នុងការទាំងវាយលុកនិងការទប់ទល់អ្នកត្រូវយល់ទៅលើចំណុចនេះបើសិនជាអ្នកជាបញ្ញវន្តនយោបាយតែហៅថាបញ្ញវន្តនយោបាយអ្នកមិនអាចយល់អ្វីទៅដែលហៅថាបញ្ញវន្តនយោបាយការបង្កើតទ្រឹស្ដីការរៀបចំយុទ្ធសាស្ត្រយុទ្ធវិធីដោយដែលយើងប្រើប្រាស់ក្នុងមួយរយៈកាលពេលមួយរយៈតែហៅថាកំតិចកម្លាំងរស់តាមរយៈចាត់តាំងទប់ទល់សត្រូវមើលអត់ឃើញនៅយុទ្ធវិធីនេះទេយើងដកទាំងអស់នៃកម្លាំងប្រមូលព្រមតាំងពីនៅកងពល179កងពលលេខ6កងពលលេខ4លើកលែងតែ196និង95តែយកមកពង្រឹងក្រៅពីបាក់នៅបៃលិនយកមកពង្រឹងនៅកពីងពួយនិងនៅព្រំទឹកបដីហើយក្រៅពីនោះគឺយើងប្រមូលព្រមកងទ័ពឡើងប៉ុន្តែខ្មាំងឃើញយ៉ាងដូចនេះគឺចេះតែចូលមកវាយលុកចូលមកម្ដងអស់50ម្ដងអស់20ម្ដងអស់ប៉ុណ្ណេះអស់ប៉ុណ្ណោះដល់ទៅកម្លាំងខ្សោយហើយគឺចាប់ផ្ដើមវាយចេញទៅតែម្ដងវាយចេញទៅម្ដងហើយរឿងនោះហើយបកគោណាបីថាលួងម៉ែនៅជាសាក់សីឡើងថ្ងៃទី2ខែមិថុនាឆ្នាំ1991នៅឯហ្សាកាតាព្រះអង្គបានមានបរិយាបន្ទូលថាខ្មែរក្រហមភូតខ្ញុំខ្មែរក្រហមនិយាយនៅពេលសន្និសីទប៉ារីសនៅពេលនោះតែជាសន្និសីទបរាជ័យថាបើកងទ័ពវៀតណាមដកចេញរដ្ឋាភិបាលហ៊ុនសែនប៉ើងដោយកដាស់ប៉ុន្តែឯអាដាមមិនត្រឹមតែមិនប៉ើងទេឥឡូវវាយយកដីជិតអស់វិញហើយវាយយកដីជិតអស់នេះយុទ្ធវិធីនេះគឺជាយុទ្ធវិធីមួយដែលយើងប្រើប្រាស់នៅឆ្នាំចុងឆ្នាំ89និងដើមឆ្នាំ1990ហើយយើងបន្តក្នុងចន្លោះបច្ចុប្បន្ន89និងដើមឆ្នាំ1990គឺយើងបានប្រើប្រាស់យុទ្ធវិធីកំទេចកម្លាំងរស់តាមរយៈការចាត់តាំងទប់ទល់បន្ទាប់ពីនឹងទៅយើងចាប់ផ្ដើមវាយក្រឹបឡើងហើយពេលដែលខ្ញុំចរចាជាមួយបកគោណាបង្កើត ANC នៅឯទីក្រុងបាងកកពេលនោះសម្ដេចវិជ័យក៏ទៅជាមួយខ្ញុំហើយខ្ញុំឲ្យពេលនោះយើងអត់មានដូចឥឡូវ smartphone ឡើយទេត្រូវយកវិទ្យុតាក់ទង751យកទៅនៅសន្លើសន្តាគារហើយសំថា Plaza នោះហើយហូសធីអ្នកកាន់វិទ្យុតាក់ទងគឺខ្ញុំឲ្យកំណត់ឲ្យកែកម្យ៉ាងពេលនោះតែចុះទៅបញ្ជានៅឯសវភូមិវាយយកស្វាយជើងឲ្យបាននៅម៉ោងយូរបំផុតម៉ោង3តែវាយយកឲ្យបានព្រោះខ្ញុំត្រូវការឧត្តមភាពយោធានេះដើម្បីសង្កត់ចុកចរចានៅពេលល្ងាចប៉ុន្តែនៅម៉ោងប្រហែលជា2កន្លះហូសធីបានទៅដាក់ខ្ញុំដល់កំពង់តែសម្រាប់ថាយើងបានវាយយកស្វាយជើងរួចឆ្លៃទៅហើយអញ្ចឹងបានខ្ញុំទូលទៅបកគោណាខ្ញុំថាព្រះអង្គពេលដែលព្រះអង្គយើងចូលទៅភូមិសេរីភាពសុំមេត្តាប្រយ័ត្នប្រយែងទូបង្គំមិនទទួលខុសត្រូវលើសន្តិសុខទេឥឡូវកងទ័ពរបស់ទូបង្គំនឹងកំពុងឆ្ពោះទៅរកថ្មពួកដើម្បី
វាយរំដោះយកថ្មពួកក៏ពេលនោះយើងបាត់ស្វ័យជេកយើងបាត់ថ្មពួកយើងបាត់ណែស្វ័យជេកតែឡែកតែព្រំស្រុកគឺអត់មានបញ្ហាទេអញ្ចឹងយើងវាយយកស្វ័យជេកនឹងឈៀតឆ្ពោះទៅរកណែរកថ្មពួកហើយក៏មិនឆ្ងាយពីភូមិដែលហៅថាភូមិសេរីភាពនេះគឺជាអនុស្សាវរីយ៍មួយចំនួនឥឡូវមុនទៅដល់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជាឋានន្តរសាស្ត្ររបស់កម្ពុជាអនុញ្ញាតឲ្យខ្ញុំថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលឲ្យខ្ញុំខ្ចីវិមានសន្តិភាពសម្រាប់ធ្វើពិធីបំពាក់ឋានន្តរស័ក្តិប៉ុន្តែបន្តិចទៀតគឺខ្ញុំនឹងមានទីកន្លែងខ្លួនឯងដែលកន្លែងនេះខ្ញុំកសាងតែខ្ញុំមិនបាននៅទីនេះទេហើយអ្នកដែលនៅទីនេះក៏មិនប្រកាសថានៅទីនេះបាន100ឆ្នាំដែរប៉ុន្តែយើងធ្វើទៅខ្ញុំទៅធ្វើនៅព្រឹទ្ធសភាមួយទៀតដែលវាមិនជាធំប៉ុនវាមានសន្តិភាពទេក៏ប៉ុន្តែខ្ញុំនឹងមានវិមានខ្លួនឯងហើយស្នើឲ្យអាដាមប្រាក់សខុនបើទោះបីជាមកនៅរដ្ឋាភិបាលក៏សូមបន្តធ្វើប្រធានគណៈកម្មការកសាងនេះហើយឆ្នាំក្រោយបើថាធ្វើកម្មវិធីបែបនេះខ្ញុំមិនចាំបាច់ខ្ចីកន្លែងនេះធ្វើទេហើយថ្ងៃនេះវាកប់ជួនចេះដំបងឡើយគឺក្រងនៅព្រឹកថ្ងៃទី24ទេអញ្ចឹងបានឥឡូវកម្មវិធីទៅជាន់គ្នាកម្មវិធីរបស់នាយករដ្ឋមន្ត្រីនៅសាលាតាខ្មៅកំពុងតែសម្ពោធនៅក្នុងដែរឧបនាយករដ្ឋមន្ត្រីមួយចំនួនទៅអមតណានៅទីនេះគឺត្រូវធ្វើមួយទៀតអញ្ចឹងគ្រាន់តែទូរទស្សន៍ក៏បែងចែកគ្នាផ្សាយដណ្ដើមផ្សាយទីនេះដណ្ដើមផ្សាយនៅនោះពោះជាន់គ្នារឿងរ៉ាវខ្ញុំត្រៀមទទួលយកនឹងការឈឺចាប់មួយដែលខ្ញុំនឹងកើតនៅពេលខាងមុខនេះដូច្នេះបានជាអ្វីទៅត្រៀមរៀបចំកិច្ចការឲ្យហើយព្រោះពេលនោះនឹងអវត្តមានរបស់ខ្ញុំក្នុងមួយរយៈរឿងនេះវាតាក់ទងជាមួយនឹងជីវិតមនុស្សនៅក្នុងក្រុមគ្រួសារក៏ប៉ុន្តែគេនឹងអាចដឹងរឿងនេះក្រោយជីវិតមនុស្សវាមិនទៀងទេកើតឆាស់ឈឺស្លាប់ថាឥឡូវខ្ញុំនិយាយអំពីប្រវត្តិតាក់ទិនជាមួយនឹងឋានន្តរស័ក្តិទីហ៊ាននៅកម្ពុជាយើងបែងចែកជាដំណាក់កាលទី1គឺដំណាក់កាលពីឯករាជ្យរបស់កម្ពុជាមកដល់ឆ្នាំ1970ពេលនោះបើយើងមើលឃើញនៅក្នុងខ្សែភាពយន្តឯកសារបកគោណាព្រះបិតាព្រះអង្គពាក់តែណែឧត្តមសេនីយ៍ផ្កាយ2ទេឧត្តមសេនីយ៍ផ្កាយ2ច្រើនតែឃើញក្នុងពេលដែលព្រះអង្គធ្វើពិរិយពុទ្ធនកិច្ចហើយទាមទារឯករាជ្យហើយនឹងពេលដែលព្រះអង្គដុតទៀតជ័យនៅពេលដែលបុណ្យឯករាជ្យម្ដងប៉ុន្តែក្រោយមកក៏យើងឃើញថាមានឧត្តមសេនីយ៍ផ្សេងដែលពាក់ផ្កាយ3មិនដឹងថាតើបកគោណាបិតាព្រះអង្គពាក់ផ្កាយប្រមាណប៉ុន្តែយើងបានឃើញសម្ដេចចក្រីយកលុកយើងបានឃើញលន់ដុលយើងបានឃើញអ្នកដទៃទៀតមានពាក់ផ្កាយ3មកដល់ឆ្នាំ1970ប៉ុន្តែមកដល់ឆ្នាំ1970គឺចាប់ផ្ដើមប្រទេសកម្ពុជាមានឋានៈសេនាប្រមុខគឺសេនាប្រមុខលន់ដុលមានឋានៈសេនាប្រមុខលន់ដុលអាហ្នឹងប្រវត្តិសាស្ត្រចំណត់ប៉ុលពតមិនមានសក្តិទេមកដល់ចំណន់រដ្ឋកម្ពុជាមកដល់ឆ្នាំ1987 ទើបធ្វើសះឲ្យពាក់ហើយពេលនោះតឹងតែងណាស់សូមជម្រាបជូនតឹងតែងណាស់ថ្នាក់អនុភូមិកាលនោះឡុងសុភាព
អនុភូមិភាគឲ្យពាក់តែសាក់4កន្លះទេប្រធានភូមិភាគឲ្យពាក់តែសាក់5ទេសាក់ដែលធំជាងគេបានតែនៅហូលសវ័នបានផ្កាយ1ពេលដែលបញ្ជូនទៅឲ្យទៅកាន់ពីភូមិភាគ4ទៅកាន់ភូមិភាគ5ជំនួសព្រំដិនបានតែផ្កាយ1ទេក្រៅពីនោះទាំងព្រំដិនទាំងឡុងសុភាពគឺពាក់តែសាក់5ទេយើងមានការតឹងតែងរៀបចំនៅពេលនោះប៉ុន្តែនៅពេលដែលកិច្ចព្រមព្រៀងប៉ារីសចូលមកដល់ចាប់ផ្ដើមការប្រកួតប្រជែងតនន្តរសាស្ត្របានចាប់ផ្ដើមដែរអ្នកដែលចូលមកពីព្រំដែនពីត្រីភាគីដែលមានកងទ័ពនេះឬអង្គីនិងកងទ័ពនគររបស់ប្រជាពលរដ្ឋខ្មែរសុទ្ធតែផ្កាយធំសុទ្ធតែផ្កាយធំបើអញ្ចឹងតម្រូវឲ្យកាក្រុងនេះរៀបចំតម្លើងអាធំដែរឥឡូវនិយាយពីប្រវត្តិនៃការពាក់តនន្តរស័ក្តិរបស់ខ្ញុំក៏ធ្វើជាការចងចាំនៅក្នុងថាតើហ៊ុនសែនពាក់ស័ក្តិពីពេលណាខ្ញុំធ្វើទាហានតាំងពីថ្ងៃទី4ខែមេសាឆ្នាំ1970រហូតដល់ថ្ងៃទី18មិថុនាឆ្នាំ1993ទើបខ្ញុំពាក់ស័ក្តិតើពាក់ស័ក្តិនេះតើពាក់ស័ក្តិរបៀបម៉េចរឿងនេះវាពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រដែលខ្ញុំសូមចែកចម្លែកនៅពេលនេះជូនអ្នកទាំងអស់គ្នានោះនៅត្រង់ថាក្រោយការបោះឆ្នោតមានបញ្ហាប្រឈមច្រើនណាស់នៅត្រង់ថានៅក្នុងផ្ទៃក្នុងរបស់គណៈបព្វជិជនមានអ្នកទទួលស្គាល់លទ្ធផលបោះឆ្នោតនិងមានអ្នកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក្នុងនោះគឺការបង្កើតអបគមនៅប្រមាណខេត្តរួមមានព្រៃវែងស្វាយរៀងកំពង់ចាមខ្ញុំត្រូវផ្សងព្រេងគ្រោះថ្នាក់មួយព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ1993យើងបើកការប្រជុំសភាយ៉ាសូស៊ីអាកាស៊ីបានរៀបចំអធិបតេយ្យមួយឲ្យខ្ញុំទៅខេត្តកំពង់ចាមដើម្បីឲ្យធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមឬព្រៃវែងឬទៅស្វាយរៀងពេលនោះខ្ញុំថាមិនបានទេអញ្ចឹងខ្ញុំឲ្យគុណគឹមឡើងតាមផ្លូវទឹកហើយខ្ញុំក៏ឡើងតាមផ្លូវទឹកដោយសារបងប្រុសរបស់ខ្ញុំកាន់កាប់ខេត្តកំពង់ចាមត្រូវគេទៅបោកថាត្រូវធ្វើអបគមបូកជាមួយនឹងយុទ្ធភូមិភាគទី2កាលពេលនោះញឹកហ៊ួនទៅកាន់រថពាសដែករាប់សិបគ្រឿងបានយកទៅដាក់នៅពង្រាយនៅឯហូររឹងឪហើយរថពាសដែកនោះហើយដែលយកមកទុកលាក់នៅបោភ្នំនឹងក៏ចាប់ផ្ដើមយករថពាសដែកនោះធ្វើរដ្ឋប្រហារថ្ងៃ2កក្កដាឆ្នាំ1994រឿងរ៉ាវវាមិនតូចទេប៉ុន្តែយើងចេះសម្របវល់សភាពការដើម្បីធ្វើឲ្យសភាពការរបស់យើងនឹងខ្ញុំបេសកកម្មរបស់ខ្ញុំត្រូវយកព្រះអង្គម្ចាស់ចក្រភពនិងអាដាមស៊ិនសុកមកថ្វាយបង្គោលណាខ្ញុំធ្វើដំណើរប្រកបដោយគ្រោះថ្នាក់គឺខ្ញុំទៅតោងកំពង់ចាមភ្លាមពេលដែលខ្ញុំតោងកំពង់ចាមភ្លាមវិទ្យុអន្តរផ្សាយថាព្រះអង្គម្ចាស់ចក្រភពបានចាក់ចេញពីព្រៃវែងទៅវៀតណាមហើយអញ្ចឹងខ្ញុំក៏ធ្វើដំណើរមួយទៀតចេញពីខេត្តកំពង់ចាមដើម្បីចូលមកព្រៃវែងពេលហ្នឹងសិនសំខ្ញុំមកជួបសិនសំពេលហ្នឹងខ្ញុំសូមជម្រាបរឿងនេះសិនសំបានលាចាកលោកទៅហើយក្នុងឋានៈជាមិត្តភក្តិកំសត់កំរងដែលបានរួមការបង្កើតឈ្មោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺខ្ញុំបានពិភាក្សា
ក្រៅពីក្រុមរបស់ខ្ញុំក្រុមសិនសុងដែលភៀសខ្លួនទៅវៀតណាមដែរនោះជាមួយសណូតក៏បានឯកភាពយកឈ្មោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពេលនោះសិនសុងមានកំភ្លើងម្ដងនៅនឹងចកេះក្នុងពេលដែលខ្ញុំអត់មានកាន់អាវុធពេលដែលខ្ញុំចូលដេកថ្ងៃនៅបន្ទប់របស់សិនសុងពេលនោះគឺចូលទៅក្នុងបន្ទប់សិនសុងដកកំភ្លើងចេញមកហើយដាក់អាកំភ្លើងទៅលើអារឡូទៅលើហើយខ្ញុំទៅរងចាំព្រះអង្គម្ចាស់ចក្រពត្តិរហូតដល់ទៅម៉ោងប្រហែលជា7 កន្លះល្ងាចទៅព្រះអង្គម្ចាស់ចក្រពត្តិមកពីវៀតណាមមកដល់ព្រៃវែងហើយខ្ញុំក៏នាំអាដាមសិនសុងនិងព្រះអង្គម្ចាស់ចក្រពត្តិចូលថ្វាយបង្គំកលបកូនណានៅថ្ងៃទី17ហើយពេលនោះប្រហែលជាសម្ដេចកលាហោមនៅចាប់សម្ដេចកលាហោមមុនខ្ញុំចូលទៅបរមរាជវាំងបានមកជួបជាមួយខ្ញុំព្រោះអញ្ចេះមុនពេលដែលខ្ញុំទៅមុនពេលប្រជុំសភាមួយថ្ងៃគឺនៅថ្ងៃទី13 ខែមិថុនាខ្ញុំបានប្រជុំដឹកនាំការប្រជុំមួយនៅគណៈបកទីស្នាក់ការគណៈបកដល់ក្នុងនោះគឺបានប្រាប់ទៅសមាជិកាសភានៃគណៈបកប្រជាជន51នាក់បូកជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតថាយើងត្រូវច្បាមយក2/3ព្រោះបើមិនច្បាមយក2/3ទេគឺមហាអន្តរាយព្រោះហ៊ុនតិចបូកសឿនសានគឺគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញយើងចោលហើយប៉ុន្តែកុំភ្លេចថារដ្ឋធម្មនុញ្ញត្រូវអនុម័តដោយ2/3បើគ្មាន CPP គឺអត់អញ្ចឹងសុកចិត្តឲ្យរដ្ឋកម្ពុជានៅបន្តអញ្ចឹងបន្តខ្ញុំបានផ្ដាំផ្ញើប៉ុន្តែនៅពេលទៅដល់កំពង់ចាមខ្ញុំវាហត់ពេកហើយប្រជុំសភាពីព្រឹកល្ងាចទៅឡើងទៅដល់កំពង់ចាមហើយគេខុសខ្យល់ស្រាប់ទៅវិទ្យុតពីភ្នំពេញបងជាសៀមបងហេសម្រិនថាឲ្យខ្ញុំត្រឡប់មកភ្នំពេញដោយសារតែមានការប្រជុំនៅទីក្រុងភ្នំពេញបាទខ្ញុំក៏ឆ្លើយតបត្រឡប់មកវិញថាឲ្យឆ្លើយតបថានៅភ្នំពេញងាប់អស់មនុស្សហើយនៅបានខ្ញុំកំពុងតែធ្វើបេសកកម្មប្រកបដោយគ្រោះថ្នាក់បែរជាហៅខ្ញុំមកចូលប្រជុំថាត្រូវចូលវាំងប្រជុំទាំងអ៊ុនតាក់ទាំង ANC ប៉ុន្តែខ្ញុំមិនមកទេអញ្ចឹងខ្ញុំនៅចាំពេលដែលខ្ញុំនាំពេលហ្នឹងពេលបងជាសៀមនិងបងហេសម្រិតចូលទៅប្រជុំសម្រាប់ទៅលើគោលការណ៍50+1រឿងហ្នឹងហើយដែលសម្ដេចកលាហោមបានទៅថាឥឡូវគោលការណ៍50+1យើងដោះស្រាយមកអញ្ចឹងបានថ្ងៃនោះខ្ញុំចូលទៅកលបកូនណានៅខាងក្រៅផ្នែកខាងក្រៅកន្លែងដែលធ្លាប់ទទួលសារតាំងកាលពីពេលអតីតរដ្ឋកម្ពុជាពេលនោះខ្ញុំបានទូលបកូនណាថាខាងទូលអង្គមមិនយល់ព្រមទេគោលការណ៍50+1សម្រាប់បង្កើតរដ្ឋាភិបាលបដិសេធនៅពេលខាងមុខ52/3គឺជាកម្រិតរបស់គណៈបកប្រជាជនទេដើម្បីទប់ទល់ជាមួយការបំផ្លាញអាហ្នឹងនិយាយប្រវត្តិសាស្ត្រថ្ងៃហ្នឹងហ្មងអាហ្នឹងមេយុទ្ធសាស្ត្រនៅនេះមេបញ្ចេញកម្រិតវានៅនេះណាវានៅនេះកាយលោមុនពេលខ្ញុំស្លាប់ទៅអ្នកដែលមិនបានដឹងរឿងគឺមិនដឹងរឿងហើយរឿងនេះគេអាចនៅមានទូរទស្សន៍គ្រាន់តែថាទូរទស្សន៍ជាតិរបស់យើងមិនសូវចេះយកអាឯកសារទាំងឡាយយកមកតែប៉ុណ្្នឹងទេណាដាក់មេទូរទស្សន៍មួយណាក៏នៅតែប៉ុណ្្នឹងវាទៅមុខប៉ុន្តែសង្ឃឹមថារដ្ឋមន្ត្រីព័ត៌មាននឹងធ្វើកិច្ចការប្រមូលយកឯកសារទាំងឡាយដែលមានពីមុនមកដែលជាឯកសារមានផលប្រយោជន៍50+1នេះបកូនណាពេលហ្នឹងបកូនណាលោកបើកផ្លូវតែប៉ុណ្ណេះទេ
លោកថានឹងស៊ីសងលើឯអាដាមពិភាក្សាជាមួយនឹងភាគីដទៃតែប៉ុណ្ណឹងគ្រប់គ្រាន់អញ្ចឹងបានយើងពិភាក្សាជាមួយភាគីដទៃប្រើប្រាស់រូបមន្ត52%អីព្រោះបើសិនគំនិតរបស់យើងពេលបានតែឯងមិនព្រម50គោលការណ៍2/3ទេខ្ញុំមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេព្រោះបើអត់មាន CPP ចូលរួមអនុម័តរដ្ឋធម្មនុញ្ញគឺបានសង្កេតថារដ្ឋធម្មនុញ្ញអត់ចេញរួចទេអញ្ចឹងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជានៃការគ្រប់គ្រងតំបន់ដដែលគឺត្រូវបន្តអានោះគឺថ្ងៃនេះយើងចេញអាតកំបាំងយុទ្ធសាស្ត្ររបស់យើងក្រោយពីថ្ងៃទី12ថ្ងៃទី17ថ្ងៃទី18យើងបានពិភាក្សាមុនពេលដែលខ្ញុំចេញមកគឺខ្ញុំបានទៅជួបជាមួយសម្ដេចបងជាស៊ីមពេលនោះមិនតាន់សម្ដេចទេយើងពេលនោះប្រមូលផ្ដុំគ្នាទៅនៅចកាមនខ្ញុំក៏ទៅនៅចកាមនដែរដើម្បីងាយស្រួលការពារទៅផ្ទះបងសាយហើយអញ្ជើញបងសាយមកផ្ទះបងជាស៊ីមបានខ្ញុំចេញពីផ្ទះបងជាស៊ីមធ្វើដំណើរមកផ្ទះមកផ្លូវសម្ដេចប៉ាន់គឺផ្ទះសម្ដេចកុម្ពៈតំណាក់របស់កុម្ពៈនៅសម្ដេចប៉ាន់អញ្ចឹងភាគីរបស់នៅរដ្ឋកម្ពុជាពេលនោះទៅមានខ្ញុំមានសុកអានមានប្រមាណអ្នកយើងប្រជុំចង្កៀតទេប៉ុន្តែខ្ញុំចាំថាសម្ដេចក្រុងព្រះអាដាមយូគ្រីនិងម្នាក់ទៀតមិនច្បាស់កន្លែងខ្ញុំមិនចាំច្បាស់ប៉ុន្តែសម្ដេចក្រុងព្រះនឹងខ្ញុំពេលនោះខ្ញុំបានប្រាប់សម្ដេចក្រុងព្រះថាឥឡូវចេះដើម្បីធានាទៅដល់ការសម្រេចបាននៅការជឿទុកគ្នាដើម្បីរៀបចំរដ្ឋធម្មនុញ្ញទូបង្គំស្នើថាយើងត្រូវបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយរដ្ឋាភិបាលបណ្ដោះអាសន្នយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរដ្ឋាភិបាលរបស់ទូបង្គំនឹងរលាយក្រោយពេលសភាធម្មនុញ្ញคล้ายទៅជាសភាជាតិនិងបង្កើតរដ្ឋាភិបាលថ្មីទើបរដ្ឋបាលទូបង្គំត្រូវរលាយប៉ុន្តែឥឡូវទូបង្គំសុកចិត្តរំលាយចោលរដ្ឋាភិបាលរបស់ទូបង្គំបង្កើតឡើងនៅរដ្ឋាភិបាលបណ្ដោះអាសន្នមួយដោយមានសហនាយករដ្ឋមន្ត្រីនេះជាសំណើរបស់ខ្ញុំណាអញ្ចឹងពេលហ្នឹងយើងឯកភាពគ្នាក្នុងការបង្កើតនៅរដ្ឋាភិបាលបណ្ដោះអាសន្នសម្ដេចក៏វាឯកភាពគ្នាខ្ញុំថាបើយើងនៅតែបន្តភាគីរបស់ព្រះអង្គអត់តន់ទោះបីភាគីព្រះអង្គមានសម្លេងឆ្នោត58កៅអីទូបង្គំមាន51ប៉ុន្តែព្រះអង្គអត់ធ្វើឲ្យបានទេក្នុងតំបន់ទូបង្គំគ្រប់គ្រងអត់ធ្វើឲ្យកើតហើយយើងមិនអាចជឿទុកចិត្តគ្នាដើម្បីបង្កើតអនុម័តរដ្ឋធម្មនុញ្ញទេអនុម័តរដ្ឋធម្មនុញ្ញទេអញ្ចឹងពេលនោះព្រះអង្គក៏ព្រមបន្តទៅយើងពិភាក្សាពីក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃអញ្ចឹងទេបានជាពេលនោះខ្ញុំត្រូវធ្វើជាសហរដ្ឋមន្ត្រីការពារជាតិរណរិទ្ធហ៊ុនសែនធ្វើរដ្ឋមន្ត្រីមហាផ្ទៃរណរិទ្ធហ៊ុនសែនអញ្ចឹងពេលហ្នឹងគឺហើយពេលនោះក៏សូមបញ្ជាក់ជូនចេះនិយាយឲ្យអស់ហ្មងទៅបានទៅជ្រុលទៅនិយាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឲ្យអ៊ុនតាក់ត្រួតពិនិត្យលើក្រសួង5មហាផ្ទៃព័ត៌មានហិរញ្ញវត្ថុការពារជាតិយុទ្ធធម៌មិនចឹងអញ្ចឹងទេក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសយើងបង្កើតក្រសួងមហាផ្ទៃមួយព្រាមក្រសួងសន្តិសុខ
ចឹងក្រសួងសន្តិសុខទុកឲ្យសន្តិសុខកាន់ក្រសួងមហាផ្ទៃទុកឲ្យសម្ដេចកលាហោមពេលហ្នឹងខ្ញុំជួយសម្ដេចកលាហោមមកជួបដើម្បីឲ្យទៅកាន់មហាផ្ទៃប្របែកមួយចំនួនអញ្ចឹងទុកឲ្យក្រសួងសន្តិសុខព្រោះគេកំណត់ឲ្យត្រួតពិនិត្យក្រសួងមហាផ្ទៃតាមានត្រួតពិនិត្យក្រសួងសន្តិសុខណាចឹងទេបានបង្កើតក្រសួងនោះបង្កើតក្រសួងនោះឡើងរឿងវិញចេះអាហ្នឹងទៅល្បិចនៅក្នុងល្បិចនិយាយអស់ហ្មងទៅព្រោះអញ្ចេះអាគ្រូកិច្ចព្រមព្រៀងប៉ារីខ្លះអានេះគ្រូមិនដឹងថាគ្រូស្អីទេអត់យល់ដល់វាជ្រុលពេកទៅអាយើងជាអ្នកធ្វើកិច្ចព្រមព្រៀងប៉ារីធ្វើផងស្អីផងគ្រាន់តែវិសោធនកម្មមិនដឹងប្រមាណចំណុចទេក្នុងពេលដែលត្រីភាគីគ្រប់គ្រងដោយគ្មានរេសែលគ្មានបំរុងតែរដ្ឋកម្ពុជាមានបំរុងទុកកែកន្លែងណាអីកន្លែងណាសូម្បីតែស្ថានភាពនៃការបោះឆ្នោតប្រទេសធំទាំង5គេក្រងមកសមាមាត្រទូទៅប្រទេសតែខ្ញុំមិនព្រមទេដំបូងយើងថាចរចានៅបរិយាថាខាងនោះសមាមាត្រទូទៅប្រទេសខាងនេះថាឯកតនាមសិនប៉ុន្តែពេលមកខ្ញុំហៅបងចែមស្ងួតមកផ្ទះរបស់ខ្ញុំថាធ្វើយ៉ាងម៉េចថាបើសមាមាត្រទូទៅប្រទេសដោយដែលអ៊ុតតាខ្មែរក្រហមចូលពេញសភាព្រោះអាស្លឹកឆ្នោតគុំអញ្ចឹងបានជាអាដែលសមាមាត្រតាមខេត្តនេះបានចាប់ប្រាប់យើងយកអានឹងទៅជួយកឯកភាពគ្នានៅយកអញ្ចឹងសូមផ្ដាំតកូនតចៅយកសមាមាត្រតាមខេត្តរក្សាសមាមាត្រតាមខេត្តទៅហើយយើងក៏កំពុងតែពិនិត្យដែរតើយើងអាចនឹងរៀបចំគណនេយ្យភាពអំពីសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតដោយដែលព្រឹទ្ធសភាដោយដែលរដ្ឋសភាកំពុងធ្វើទេព្រោះឥឡូវភូមិភាគមិនដឹងថាអ្នកណាទៅនៅភូមិភាគណានៅភូមិភាគណាព្រោះភូមិភាគមួយមាន 4-5 ខេត្តអញ្ចឹងទេតើគួររៀបចំជាមណ្ឌលបោះឆ្នោតព្រឹទ្ធសភាដែលត្រូវធ្វើការកែតម្រង់ឲ្យទៅជាមណ្ឌលបេក្ខភាពមួយប្រហែលអ្នកអញ្ចឹងទៅរៀបចំឲ្យ25មណ្ឌលឧទាហរណ៍ទេអាហ្នឹងឧទាហរណ៍យើងសិក្សាអំពីបញ្ហាហ្នឹងក្នុងឋានៈជាខ្ញុំពេលដែលខ្ញុំទៅព្រឹទ្ធសភាបើខ្ញុំដឹងថាសមាជិកព្រឹទ្ធសភាមិនដឹងថាណាចុះទៅតាណាចុះទៅតាណាទេណាចុះទៅតាណាទេអញ្ចឹងទេយើងក៏ត្រូវសិក្សាអំពីអាហ្នឹងដែរសិក្សាអំពីអាហ្នឹងកែប្រព័ន្ធដើម្បីឲ្យសមាជិកសភាមួយគឺទៅនៅតាមមានគណនេយ្យភាពជាមួយអង្គបោះឆ្នោតបើមិនអញ្ចឹងអង្គុយស៊ីប្រាក់ខែនៅហ្នឹងអត់មានទៅជួយអីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើផ្លូវអីមិនតិចធ្វើតំណប់មិនតិចឬក៏ជួយបូមទឹកបូមស្អីអត់អាហ្នឹងខ្ញុំគិតថាត្រូវតែធ្វើប៉ុន្តែឥឡូវបកមករឿងនេះដល់ត្រឹមវគ្គឯកភាពគ្នាហើយសម្ដេចកុម្ពៈនិងខ្ញុំឯកភាពគ្នាយើងចរចាគ្នាប្រហែលជាម៉ោង3រហូតដល់ម៉ោង5ជាងយើងឯកភាពគ្នាខ្ញុំត្រឡប់ទៅវិញខ្ញុំចូលរាយការណ៍ឲ្យបងជាស៊ីព្រោះផ្ទះនៅមិនឆ្ងាយពីគ្នាទេយើងបានឯកភាពគ្នាស្រាប់តែម៉ោងប្រហែលជា10យប់យើងទទួលព័ត៌មានពីព្រះបរមរាជវាំងមកថាសម្ដេចជាស៊ីមមិនឯកភាពជាមួយនឹងអ្វីដែលលោកហ៊ុនសែនជាមួយនឹងព្រះអង្គម្ចាស់រាជរដ្ឋពេលហ្នឹងអត់តាន់មានស្រេចក្រុមខុនស្រេចក្រុមលួងស្រេចក្រុមព្រះទេព្រះអង្គម្ចាស់ទេណាព្រះអង្គម្ចាស់ទេហើយយើងទទួលពីក្នុងវាំងមកវិញអ្នកដែលជូនសារឲ្យយើងគឺ
អតីតអគ្គរដ្ឋទូតបារាំងជនពេលនោះឈ្មោះហ្វីលីបកុសមុនគេជួនសារនេះមកតាមរយៈអាដាមណែលោកញ៉ាហួតវ៉ាន់ថតថានៅព្រះបរមរាជវាំងមានការលើកឡើងបែបនេះខ្ញុំក៏មិនដឹងថាតើដោះស្រាយឬមិនអញ្ចឹងវិធីតែមួយខ្ញុំបានជូនសារទៅតាមហួតបងហួតវ៉ាន់ថតដើម្បីជូនសារទៅអគ្គរដ្ឋទូតបារាំងនិងទូលថ្វាយទៅបកូនណាថាតើខ្ញុំជាមួយនឹងបងជាស៊ីមទៅជាមួយគ្នាបានឬអត់គឺមានតែវិធីហ្នឹងទេព្រោះមានអ្នកទៅបំផន់ថាអត់ត្រូវគ្នាទេនិយាយរួមត្រូវគ្នាប៉ុន្តែបងជាស៊ីមជាអ្នកចំដោះអញ្ចឹងវាទៅជាបងជាស៊ីមគេពេលហ្នឹងគឺជាពេលវេលាដែលគេហៅបងជាស៊ីមពួកហាតឡាញនើពួកក្បាលរឹងក្បាលទួនគឺហ៊ុនសែននៅទៅចេះដំណាក់កាលវាខុសគ្នាពីមុនគេថាកំបងជាស៊ីមសខេងស្អីហ្នឹងគេបែងចែកជាប្លុកអញ្ចឹងក្រុមក្បាលរឹងហើយក្រុមក្បាលទួនគឺក្រុមហ៊ុនសែនដល់ក្រោយមកវាទៅជាក្រុមសខេងជាស៊ីមក្រុមក្បាលទួនហើយក្រុមហ៊ុនសែនក្រុមក្បាលរឹងវាទៅអានោះទៅតាមកលៈទេសៈគឺថាអានឹងសិល្បៈដែលឯងលោតខុសចង្វាក់ខាងនេះអត់ទេរំស្លូរំក្បាច់រំត្រូវក្បួនខ្លាំងណាស់តែឯងមើលមិនស្គាល់មើលមិនយល់ចឹងពេលហ្នឹងបានទទួលបរិជានុញ្ញាតហើយត្រូវចាំថ្ងៃ18ខែមិថុនាគឺជាខួបចម្រើនប្រជជនព្រះវស្សាលួងបាយពេលហ្នឹងកំពុងមានពិធីជប់លៀងមួយនៅឯភោជនីខ្ញុំជាមួយបងជាស៊ីមទៅយើងអត់បានដឹងថារឿងពិធីជប់លៀងទេប៉ុន្តែយើងមានការស្លៀកពាក់អីត្រឹមត្រូវទៅដល់គឺបកូនណាក៏បានឲ្យបងជាស៊ីមអង្គុយខាងស្រាប់ដៃស្រាប់របស់ព្រះអង្គលួងម៉ែជាមួយបកូនណាហើយអាកាស៊ីក៏អង្គុយនឹងតុកនឹងដែរហើយខ្ញុំជាមួយសម្ដេចកងព្រះទៅអង្គុយទល់ពីមុខគ្នាអញ្ចឹងពេលហ្នឹងសម្ដេចបកូនណាបានសួរថាខ្ញុំឮថាអាដាមជាសឹមព្រោះបកូនណាលោកមិនហៅសម្ដេចអាដាមជាស៊ីមទេជាសឹមអាដាមជាសឹមជំតោះជាមួយនឹងការដែលទ្រង់រានរិទ្ធជាមួយនឹងអាដាមហ៊ុនសែនអីទៅវាតើចាំមែនទេថាអត់ទេទុំគុំគ្រប់ត្របងជាស៊ីមគាត់បញ្ជាក់ថាទុំគុំគ្រប់ត្រដល់ទៅអញ្ចឹងបកូនណាលោកបានទទួលរបាយការណ៍ពីសម្ដេចកងព្រះហើយពីព្រះអង្គចាស់រាជរដ្ឋហើយប៉ុន្តែលោកចង់ស្ដាប់ខ្ញុំថាតើការពំពាងវាស្អីខ្លះចឹងបានខ្ញុំទូលថ្វាយបកូនណាថាការព្រមព្រៀងនោះទី1គឺរដ្ឋាភិបាលទូតបង្គំត្រូវបញ្ឈប់ជំនួសវិញដោយរដ្ឋាភិបាលបណ្ដោះអាសន្នដោយមានសហនាយករដ្ឋមន្ត្រីគឺសម្ដេចកងព្រះថាព្រះអង្គម្ចាស់រានរិទ្ធនិងទូតបង្គំទៅជាសហនាយករដ្ឋមន្ត្រីក្រៅពីនោះគឺនឹងធ្វើជាសហរដ្ឋមន្ត្រីកម្ពុជានឹងធ្វើជាសហរដ្ឋមន្ត្រីមហាផ្ទៃហើយការស្រុះស្រួលក្នុងកងទ័ពគឺបកគលអាយដាមកែកំយ៉ានជានាយអគ្គសេនាធិការនិងឯកឧត្តមញឹកវណ្ណឆៃជានាយអគ្គសេនាធិការរងហើយនឹងមាននាយអគ្គសេនាធិការរងមួយចំនួនទៀតប៉ុន្តែអ្នកទី1គឺកែកំយ៉ានអ្នកទី2គឺញឹកវណ្ណឆៃមុនពេលដែលខ្ញុំចេញទៅ
ពលសរឿនពេលនោះជានាយកស្នេហការបានប្រាប់ថាបងកុំគិតពីខ្ញុំគិតពីអ្វីដែលត្រូវធ្វើពលសរឿនបានប្រាប់ខ្ញុំអញ្ចឹងបានជាខ្ញុំថាសម្រាប់យកកែកម្យ៉ាងទៅនាយកស្នេហការក្រោយមកក៏មានសហអគ្គបញ្ជាការកងកម្លាំងប្រអាវុធគឺសម្ដេចកុម្ពះឲ្យខ្ញុំសហអគ្គបញ្ជាការកងកម្លាំងប្រអាវុធវាខុសពីសហអគ្គបញ្ជាការកងយោធពលព្រោះកងកម្លាំងប្រអាវុធគ្របដណ្ដប់ទាំងទាហានទាំងកម្លាំងប្រអាវុធទាំងអស់ពេលដែលបានស្រាប់នឹងបកគោណារោគបានត្រៀបរឿងហ្នឹងហើយខ្ញុំក៏និយាយចេះថាឥឡូវទូមគុំណែខ្ញុំនិយាយលេងទេហើយចាប់ផ្ដើមថាឥឡូវទូមគុំចូលធ្វើរដ្ឋមន្ត្រីការពារជាតិបើថាមានសាក់ពាក់ហើយឬថាសម្ដេចកុម្ពះមានសាក់ពាក់រឿងហ្នឹងគឺនិយាយបកក្រោយតិចនៅក្នុងពេលដែលខាងរដ្ឋកម្ពុជាតម្រឹមសាក់នៅឯខាងត្រីភាគីនៅលើដីថៃសាក់មានអស់ទៅហើយក្នុងនឹងសម្ដេចកុម្ពះជាហ្សែនរ៉ាល់អស់ខ្លះគឺនាយឧត្តមសេនីយ៍ផុតលេខនឹងឯងចឹងពេលហ្នឹងសម្ដេចបកគោណាលោកសួរខ្ញុំថាអាដាមហ៊ុនសែនបើខ្ញុំប្រទានហ្សែនរ៉ាល់អស់ខ្លះឲ្យអាដាមតើអាដាមទទួលទេថាអរប្រគុណណាស់បងចឹងលោកក៏បានងាកទៅសួរបងជាស៊ីបថាមើលអាដាមជាសឹកបើសិនជាខ្ញុំបកគលប្រទានឲ្យអាដាមជាហ្សែនរ៉ាល់អស់ខ្លះតើអាដាមទទួលអរប្រគុណស្រាប់តែព្រឹកឡើងចេញបរិយាកាសនៅថ្ងៃទី19ខែមិថុនាចេញមកគឺចេញ3នាក់តែម្ដងចេញ3នាក់បងជាស៊ីបបងហេសបិតខ្ញុំសុទ្ធតែជាឧត្តមសេនីយ៍ពេលហ្នឹងគឺព្រះអង្គចេញជាភាសាបារាំងសូម្បីតែក្រមងារសម្ដេចរបស់ខ្ញុំលើកដំបូងអត់មានបរិយាកាសជាភាសាខ្មែរបរិយាកាសឡាយបោះតល់ដៃលោកឡាយសញ្ញេតសេផ្ដល់ដៃអញ្ចឹងបានអត់មានបរិយាកាសទេប៉ុន្តែដល់មកយើងមកទៅជែកគ្នានៅទីស្តីការគណៈរដ្ឋមន្ត្រីចាស់យើងថាយើងអតិផាណាសាហើយចូលដល់ហ្នឹងចូលដល់ឆ្នាំ94អតិផាណាសាបើអញ្ចឹងយកការស្រោះស្រួលគ្នាមួយគឺនៅត្រង់ថាកាត់ភាសាម្នាក់ពីសាក់5ពីផ្កាយ5មកនៅផ្កាយ4ពីផ្កាយ4ទៅផ្កាយ3ចុះភាសាម្នាក់ទាំងអស់ឆ្នាំ94យើងបានអនុវត្តអាហ្នឹងអញ្ចឹងបានគេឃើញខ្ញុំផ្កាយ5ហើយមកនៅផ្កាយ4វិញអញ្ចឹងតើផ្កាយ5ខ្ញុំឡើងពីពេលណាមកវិញពេលដែលបកគោណាបច្ចុប្បន្ននៅឆ្នាំ2007ហើយរឿងទាំងនេះគឺថាបកគោណាព្រះអង្គធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល2លើកទី1កាលពីមុនខ្ញុំមានគោរពងារជាសម្ដេចទេប៉ុន្តែក្រោយមកព្រះអង្គបានឲ្យសម្ដេចជាវានិមន្តព្រះសង្ឃរាជពិភាក្សាអំពីបញ្ហាតើអ្នកណាយកគោរពងារអីចឹងបានជាចេញសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចណែធម្មពោធិសាលសម្ដេចណែពញាចក្រីប៉ុន្តែពេលហ្នឹងសម្ដេចព្រះសង្ឃរាជប្រើពាក្យត្រឹមមហាទេតែបកគោណាអង្គឯងគឺថែមឲ្យថែមអគ្គសម្ដេចអគ្គម
ហាអីចឹងទៅអាហ្នឹងគឺយើងអាចបានដឹងសត្វតែបរិយាកាសទៅបានប្រកាសហ្នឹងមួយទៅក្រោយមកផ្កាយវា5នេះត្រូវបានតម្លើងជូន3នាក់ដែលយើងអាចបានដឹងទៀតអត់បានដឹងព្រោះនេះជាបរិយាកាសមិនមែនជាសំណើទេជាបរិយាកាសណាព្រោះណាសុកទៅស្នើសាក់ពាក់ខ្លួនឯងអត់ទេសុកទៅពាក់ស្នើពាក់ខ្លួនឯងអត់ទេអញ្ចឹងឆ្នាំ2007ដដែលគឺព្រះអង្គបរិយាកាសគឺនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5សារចិត្ត3ម្ដងទៀតអញ្ចឹងឥឡូវនេះមកដល់ពេលនេះនាយឧត្តមសេនីយ៍ផុតលេខប៉ុន្តែមិនត្រូវបានប្រគល់ឲ្យសម្ដេចកុម្ពះទេសម្ដេចកុម្ពះនៅតែជានាយឧត្តមសេនីយ៍ផ្កាយមាស4ពោលត្រូវបានបញ្ចុះសាក់មួយសារហើយមិនត្រូវបានតម្លើងវិញប៉ុន្តែនៅក្នុងជួរកងទ័ពសម្ដេចក្រុងព្រះយើងពេលហ្នឹងចាប់ផ្ដើមយករកអត្តលេខសម្ដេចក្រុងព្រះ0001ហើយខ្ញុំ0002ណាអាហ្នឹងអត្តឆ្នាំកុំពីណាយកអាហ្នឹងទៅពាក់ចាំខ្ញុំងាប់សិនចាំយកចាំយកឥឡូវ001ប្រហែលជាមិនទាន់មានអាណាទេណាអាហ្នឹងគួរតែលៃទុកឲ្យ2នាក់នៅចុះសម្ដេចកុម្ពះខ្ញុំប៉ុន្តែមិនដឹងបងជាស៊ីបងអីសម្បិនតើ00បានប៉ុន្តែខ្ញុំដឹកតែខ្ញុំ002សម្ដេចកុម្ពះ001ប៉ុន្តែ0ប្រមាណដងនោះព្រោះតបយើងវារាប់ម៉ឺនអញ្ចឹងមកដល់ពេលនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5គឺមាន2រូបដែលទី1ខ្ញុំកំពុងឈរនៅទីនេះទី2សម្ដេចហេតុបិទនឹងថ្ងៃនេះយើងនឹងមាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ចំនួន2រូបទៀតគឺសម្ដេចវិជ័យសេនាធាបាញ់និងសម្ដេចម៉ែនសំអល់ខ្ញុំពិតជាមានមោទនភាពរីករាយដោយអិសរាជជនទាំងពីរទទួលបានពីព្រះមហាក្សត្រនៅការប្រទានបរិយាកាសនៅតរន្តរសានេះដែលជាការឆ្លើយតបជាមួយគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិបើនិយាយអំពីរាជានិយមមកដល់ពេលនេះសម្ដេចទាំងពីរក៏ជាអ្នករួមចំណែកទៅលើបញ្ហាការបង្កើតរាជានិយមឡើងវិញទាំងដំណាក់កាលនៃការចាប់ផ្ដើមការចរចាទាំងការធ្វើរដ្ឋធម្មនុញ្ញទាំងការការពារព្រះមហាក្សត្រព្រមដល់ពេលនេះបាវចនាជាតិសាសនាព្រះមហាក្សត្រត្រូវបានធ្វើទាំងអស់ត្រូវបានធ្វើដូច្នេះវាស័ក្តិសមហើយខ្ញុំសូមថ្លែងនៅការកោតសរសើរអរគុណចំពោះអិសរាជជនទាំងពីរដែលបានជួយខ្ញុំរួមដំណើរជាមួយខ្ញុំរួមដំណើរជាមួយអិសរាជជនដទៃទៀតរបស់គណៈបព្វជិជនក៏ដូចជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរការនៅជាមួយគ្នាអ្នកណានៅលើពិភពលោកតើមានបកប្រមាណដែលមានលទ្ធភាពធ្វើបានប៉ុនគណៈបព្វជិជន5ក្រុមរួមរស់មកបង្កើតបានតែជាមួយក្រុមហើយនៅជាមួយគ្នា48ឆ្នាំតើមានបកណានៅលើពិភពលោកហើយមានបកណានៅកម្ពុជាអាចធ្វើបានបែបនេះខ្ញុំសូមនិយាយម្ដងទៀតសូមកុំព្យាយាមបំបែកបំបាក់គណៈបព្វជិជនអ្នកកាន់តែធ្វើអ្នកកាន់តែគ្រោះថ្នាក់ខ្លួនឯងត្រូវដឹងតើនៅពេលដែលគេវាយយើងក៏ត្រូវតែវាយចំណុចខ្សោយរបស់គេនៅកន្លែងណាមួយអ្នកត្រូវចាប់យកល្អទុកឲ្យទៅតាមដំណើរធម្មជាតិទៅប៉ុន្តែពួកអ្នកឯងគ្មានសមត្ថភាពទេផ្ទុយទៅវិញពួកអ្នកឯងបែកខ្លួនឯងមិនចាំបាច់ខ្ញុំទៅប្របែកទេពេលណាដែលគណៈបព្វជិជនរដ្ឋាភិបាលរឹកពេលនោះហើយដែលសត្រូវរបស់យើងនឹងបែកបាក់ដោយខ្លួនឯង
ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមនៅទីនេះហើយជូនពរចំពោះសម្ដេចតាពីក៏ដូចជាជូនពរចំពោះអង្គពិធីសូមប្រទះជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនជាមួយនឹងចូលឆ្នាំថ្មីខាងមុខនេះបើទោះបីជាពេលនោះខ្ញុំប្រហែលជាមិនបានទទួលនៅការសប្បាយរីករាយប្រហែលជាពេលវេលានៃការកាន់ទុក្ខរបស់ខ្ញុំនេះគឺជាការជូនដណ្ដឹងខ្លះប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានសេចក្តីសុខសេចក្តីចម្រើនជាមួយនឹងពុទ្ធពរនិងពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិភេណកំបីគឺចូលនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា